Xin ឆុងកាហ្វេអូតូដែលអាចរកចំណូលប្រចាំថ្ងៃ10,000 ទៅ 20,000 រៀលដោយមិនប្រើកម្លាំងពលកម្មមនុស្សយើងបច្ចុប្បន្នយើងអាប់ដេតមកបាន8រសជាតិហើយនៅពេលដែលយើងឈរនៅពីមុខទូយើងនឹងឃើញផ្ទៃអេក្រង់ LED ជាមួយនឹងរូបឆោមលំពណ៌ដែលយើងបាន design ថ្មីអញ្ចឹងសម្រាប់ទូកាហ្វេនេះផ្នែកខាងក្នុងគឺអត់មានភាពស្មុគស្មាញទេអញ្ចឹងយើងបើកមើលផ្នែកខាងលើខាងក្នុងរបស់វាគឺយើងនឹងឃើញមានថតម្សៅចំនួន3អញ្ចឹងបើសិននេះយើងប្រើប្រាស់ថតម្សៅចំនួនតែ3ទេទី1គឺម្សៅកាហ្វេម្សៅទឹកដោះគោនិងម្សៅកាកាវហើយនៅផ្នែកខាងស្ដាំនេះគឺកែវមួយចុងរបស់វាគឺចំនួន50យើងដាក់បានតែ50ទេអញ្ចឹងវាមានក្បាលសម្រាប់ចម្រោះចម្រាញ់កាហ្វេនិងទឹកក្តៅអញ្ចឹងម៉ាស៊ីននេះអ្វីដែលយើងផ្ដោតសំខាន់ដំបូងបងប្អូនត្រូវដឹងគឺការលាងសម្អាតអញ្ចឹងមុននៅពេលដំណើរការម៉ាស៊ីនជារៀងរាល់ព្រឹកឬរៀងរាល់ថ្ងៃបងប្អូនត្រូវតែលាងសម្អាតបំពង់ទុយោនេះដើម្បីឲ្យវាកុំឲ្យមានកំណកម្សៅដែលជាហេតុធ្វើឲ្យភ្ញៀវគាត់ទិញកាហ្វេហូបគាត់មានអាការៈឈឺរាគរូសអញ្ចឹងទៅអញ្ចឹងការលាងសម្អាតគឺងាយស្រួលខ្លាំងមែនទែនខាងនេះគឺយើងមានប៊ូតុងចុចអញ្ចឹងនៅពេលដែលបើកដំណើរការដំបូងបងប្អូនគាត់ចុចប៊ូតុងឡើងប្រឡោះកណ្ដាលនេះពាក្យ clean នេះតើម៉ាស៊ីននឹងវាធ្វើដំណើរការវានឹងលាងគ្រប់ក្បាលទុយោទាំងអស់ដើម្បីលាងកំណកម្សៅដែលបានកកក្នុងហ្នឹងជាមួយនឹងកម្ដៅអង្សា100អង្សាសេអញ្ចឹងយើងលាងសម្អាតវាតែម្ដងទេនេះគឺជាការស្រេចបងប្អូនឃើញផ្សែងហុយទេបាទគឺផ្សែងហុយអញ្ចឹងដំណើរការដំបូងគឺយើងមានតែប៉ុណ្្នឹងបងប្អូនត្រូវចងចាំផ្ទៃផ្នែកខាងក្រោមគឺអត់មានភាពស្មុគស្មាញដែរដោយសារយើងបានធ្វើវាឡើងមកជាមួយនឹងពីរថតបើថាថតខាងលើនេះគឺជាថតដែលសម្រាប់ដាក់លុយស្តុកលុយហើយនេះយើងមានប្រអប់សម្រាប់ពេលសោកលុយចូលគឺវាធ្លាក់ចូលក្នុងប្រឡោះនេះហើយផ្នែកខាងក្រោមយើងភ្ជាប់មកជាមួយនឹងធុងទឹកដែលធុងទឹកនេះយើងអាចភ្ជាប់ជាមួយនឹងទឹកស្អាតក៏បានយើងធ្វើបែបនេះក៏បានហើយបើសិនជាធ្វើបែបនេះគឺវាមានលក្ខណៈងាយស្រួលក្នុងការចល័តអញ្ចឹងធុងទឹកនេះយើងប្រើប្រភេទទឹកស្អាតឬក៏ទឹកសុទ្ធដែលបងប្អូនចំណាំដូរហូបប្រចាំថ្ងៃហ្នឹងបើភ្ជាប់មកជាមួយនឹងក្បាលទុយោក្បាលបូមរបស់វានេះនៅពេលដែលវាបូមគឺវាយកទៅស្តុកនៅក្បាលម៉ាស៊ីនវាផ្នែកខាងលើខាងក្រោយខាងនេះអញ្ចឹងនៅពេលដែលយើងចង់ញ៉ាំកាហ្វេជាមួយម៉ាស៊ីននេះជំហានដំបូងដែលត្រូវធ្វើគឺយើងញាត់លុយចូលជាមុនសិនញាត់តាមប្រឡោះនេះអូខេនៅពេលដែលញាត់ហើយចំនួនទិន្នន័យវានឹងលោតទៅក្នុងអេក្រង់ LED ដែលមានអក្សរ P ស្មើនឹងពាក្យ price ហើយខ្ញុំញាត់មិញគឺចំនួន2000រៀលអញ្ចឹង2000វាលោតលេខ20បន្តមកជំហានបន្ទាប់ដែលត្រូវធ្វើគឺបងប្អូនរើសមុខម៉នុយដែលបងប្អូនចូលចិត្តយើងគ្រាន់តែចុចប៊ូតុងចំមុខដែលយើងជ្រើសរើសនោះទៅជាការស្រេចខ្ញុំចុចមួយអូខេនោះកែវនឹងធ្លាក់មកដល់ខាងក្រោមពុកម៉ែបងប្អូនរងចាំត្រឹមតែ5វិនាទីទេគឺទទួលបានកាហ្វេដ៏ឈ្ងុយឆ្ងាញ់អញ្ចឹងម៉ាស៊ីននេះពុកម៉ែបងប្អូនឃើញផ្ទៃខាងក្នុងស្រាប់បានន័យថាវាមានថតម្សៅតែ3ប៉ុន្តែវាមានសមត្ថភាពឆុងចម្រោះចម្រាញ់ចេញបាន8រសជាតិហើយពុកម៉ែបងប្អូនឆ្ងល់ទេថានេះជាអីបាទនេះគឺជា sensor សម្រាប់រាប់ចំនួនកែវបានថានៅពេលដែលទូនេះមានភ្ញៀវទិញចំនួនប្រមាណកែវវានឹងលោតទិន្នន័យចូលនៅក្នុងទូរស័ព្ទដៃរបស់យើងហើយយើងអាចដឹងពីផលចំណេញប្រចាំថ្ងៃយើងអាចដឹងថាភ្ញៀវញ៉ាំអីច្រើនជាងគេអញ្ចឹងម៉ាស៊ីននេះយើងដោតតែភ្លើងចោលហើយយើងដាក់ម្សៅដូចដែលខ្ញុំបានបង្ហាញអញ្ចឹងយើងដាក់ម្សៅពេញប្រអប់ទាំង3របស់វានេះហើយយើងដាក់កែវយើងដាក់ទឹកឲ្យពេញអញ្ចឹងដំណើរការវាអាចផលិតកាហ្វេចន្លោះពី150កែវទៅ170កែវអញ្ចឹងណាអញ្ចឹងនៅពេលដែលផ្នែកណាមួយវាអស់វានឹងផ្ដល់សញ្ញាណឬក៏លោតទិន្នន័យចូលទៅក្នុងទូរស័ព្ទដៃពុកម៉ែបងប្អូនឲ្យស្វ័យប្រវត្តិតែម្ដង